ប្រាក់ឈ្នួលគិតយ៉ាងម៉េចបើកឲ្យរាល់ថ្ងៃគិតតាមម៉ោងនិយាយឲ្យច្បាស់កុំឲ្យគេធ្វើការហត់ទេកុំបារម្ភបង្លីនពួកយើងមិនបោកគេទេកុំល្អតែចំពោះភ្ញៀវអ្នកដែលជួយយើងក៏ត្រូវតែល្អដូចគ្នាច្បាស់ហើយយកកន្លះក្បាលហាន់ឲ្យហើយផងរួចរាល់បាបាយមិនឆ្អែតថែមបានណាពីមុនខ្ញុំល្ងងណាស់ស្មានថាអ្នកស្គាល់គ្នាយកថ្លៃបន្តិចមិនអីសាច់ទីខ្វៃនេះតិចពេកហើយប្រកាសជាញ៉ាំមិនឆ្អែតទេមួយរយៈនេះបាយផ្ទះបងស្រីវាងមានក្លិនផ្អូមមិនដឹងឲ្យតែមានបាយក្តៅញ៉ាំទៅបានហើយកណ្ដាលអាធ្រាទៅហើយគាត់នៅទុកបាយឲ្យយើងទៀតឥឡូវទើបដឹងថាអ្នកស្គាល់គ្នារឹតតែមិនគួរចាញ់បោកបងលីនពីមុនខ្ញុំធ្លាប់សាច់បងថាគិតច្រើនសុំទោសបងផងមិនបាច់សុំទោសទេថ្ងៃក្រោយមើលឲ្យច្បាស់ទៅបានហើយសាច់ទីនេះប្លែកមែនពីមុនញ៉ាំកាន់តែច្រើនកាន់តែស្រេកទឹកតែមួយនេះញ៉ាំទៅស្រួលខ្លួនបើឆ្ងាញ់មកញ៉ាំឲ្យបានញឹកញាប់ណាបើបងមិនឡើងថ្លៃខ្ញុំនឹងមកញឹកញាប់ឲ្យតែវត្ថុធាតុដើមមិនឡើងថ្លៃខ្លាំងពួកយើងក៏មិនឡើងថ្លៃដែរនិយាយឲ្យច្បាស់ជាសាធារណៈល្អជាងការធានាដោយគ្រាន់តែសម្ដីលីនសុនអានមានការអីមែនទេទុកខ្ញុំត្រូវផ្អាកពីនៃក៏បងរួចហើយត្រូវទៅវគ្គបណ្ដុះបណ្ដាលទៀតអាជីវកម្មពួកគេទាំងពីរប្រកាសជាល្អណាស់មែនទេពួកគេគោរពច្បាប់ទម្លាប់តើអ្នកគិតថាខ្ញុំសុំតែរងបែបនេះមែនទេមែនហើយប៉ុន្តែខ្ញុំក៏មិនចង់ឲ្យអ្នកចាប់ដែរខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកនឹងឈប់បោកគេទៀតពីមុនខ្ញុំគិតថាវាគ្រាន់តែជារឿងលុយប៉ុន្មានរៀលផ្ទុយទៅវិញអ្នកថ្មីបើលក់ថោកបន្តិចនឹងអាចតាក់ទាញភ្ញៀវបាននោះមិនមែនជាហេតុផលដែលអ្នកធ្វើបែបនេះទេត្រូវគឺត្រូវខុសគឺខុសអ្នកនិយាយត្រូវហើយនេះគឺជាលទ្ធផលនៃការមិនគោរពច្បាប់ទៅវគ្គបណ្ដុះបណ្ដាលទៅសុវត្ថិភាពចំណីអាហារនិងតម្លៃច្បាស់លាស់រឿងទាំងនេះមិនមែនធ្វើឲ្យគេមើលទេគឺដើម្បីការពារខ្លួនឯងបងពូកែព្រៀនប្រដៅគេមែនបងលីនបងមិនអីទេមែនទេហេតុអីមកទីនេះទុកមិនរវល់ទេមែនទេរវល់តែការឃើញបងស្រីវាងមកចង់ជួបបងខ្ញុំក៏បារម្ភទៅមកមើលបន្តិចគ្មានការអីទេគាត់គ្រាន់តែមកលាគ្នាអញ្ចឹងល្អហើយបងលីនខ្ញុំនឹងប្តីបានពិភាក្សាគ្នាហើយពួកយើងចង់ជួលហាងមួយកន្លែងបើកហាងផ្ទាល់ខ្លួនមែនទេនៅម្ខាងជួលតូបនោះឯងផ្ទៃក្រឡាមិនធំទេតែយ៉ាងហោចណាស់មានកន្លែងអង្គុយត្រឹមត្រូវសម្រាប់ភ្ញៀវបងគិតថាយ៉ាងម៉េចដែរថ្លៃជួលប៉ុន្មាន 3,500 ក្នុងមួយខែមិនថោកប៉ុន្មានទេចុះប្រាក់កក់វិញបងប្រចាំខែបានតែត្រូវកក់3ខែនិងបងមុន1ខែសម្ពាធមិនតិចទេសម្រាប់អ្នកមែនហើយប៉ុន្តែលក់តាមចិញ្ចើមថ្នល់វាមិនមែនជាមធ្យោបាយយូរអង្វែងទេភ្លៀងក៏ពិបាកលក់រងាក៏ពិបាកដែរបើមានហាងអនាម័យក៏ស្រួលគ្រប់គ្រងថែមទាំងអាចឲ្យគ្រប់គ្នាអង្គុយញ៉ាំបានទៀតតើអ្នកបានគិតគូរពីចំណាយហើយឬនៅគិតរួចហើយបងធ្វើអាជីវកម្មមិនមែនឃើញលក់ដាច់ក៏ប្រញាប់បើកហាងភ្លាមទេចុះបើភ្ញៀវតិចទៅវិញពួកយើងអាចទ្រាំទ្របាន2ខែចុះក្រោយ2ខែទៀតឲ្យតែមិនខ្ចីលុយផ្ដេសផ្ដាសមករកស៊ីបើធ្វើទៅមុខមិនរួចក៏ត្រឡប់មកលក់តាមតូបវិញអញ្ចឹងអាចសាកល្បងបានតែសូមកុំចាត់ទុកខ្ញុំជាថៅកែអីលុយអ្នកចេញហានិភ័យក៏អ្នកទទួលដែរតែបងមើលឃើញវែងឆ្ងាយជាងពួកយើងខ្ញុំមិនមែនមើលឆ្ងាយទេគ្រាន់តែឃើញច្រើនមនុស្សមិនតិចទេពេលលក់ដាច់បន្តិចក៏ចាប់ផ្ដើមភ្លេចខ្លួនលុយមិនទាន់រកបានជាប់លាប់ផងក៏ធ្វើឲ្យតូបូលីបាត់ទៅហើយបងលីនពួកយើងមិនធ្វើបែបនោះទេបើខាងហើយត្រូវតែមានស្លាកតម្លៃជាប់ជានិច្ចច្បាប់ទម្លាប់គឺមិនអាចបំពានបានទេយកឲ្យបងចុះឈ្មោះហាងគិតឃើញហើយឬនៅគិតឃើញហើយគឺឈ្មោះថាវូទីខ្វៃកម្មករទីខ្វៃកម្មករឈ្មោះនេះហាក់ដូចជាសាមញ្ញពេកទេដឹងល្អតើព្រោះយើងលក់ឲ្យកម្មករស្រាប់ហើយថ្ងៃបើកហាងដំបូងគេឯងនាំគ្នាទុំស្គរលាន់រំពងចំណែកអ្នកវិញសំបីតែកន្ត្រប់ការក៏មិនដាក់ដែរវាមិនសាមញ្ញពេកទេអីបងលីនពួកយើងមិនចង់ធ្វើរឿងអួតអាងអស់ទាំងនោះទេលក់សាច់ទាឲ្យបានល្អវាប្រសើរជាងគំនិតល្អណាស់មិនអន់ទេវាមិនសាមញ្ញពេកទេសាមញ្ញទៅល្អភ្ញៀវមើលទៅក៏យកភ្លាមល្អហើយបងលីនបើគ្មានបងទេខ្ញុំប្រហែលជាត្រូវទៅស្រុកស្រែវិញបាត់ហើយមែនហើយពីមុនលក់កន្លះខែមិនដាច់បានប៉ុន្មានផងសាច់ដែលសញ៉ាំមិនអស់ចាក់ចោលឡើងស្ដាយមិនដូចឥឡូវទេមួយថ្ងៃលក់ដាច់ជាង200ឈុតពេលរវល់ខ្លាំងចង់តែឲ្យភ្ញៀវតិចបន្តិចទេឲ្យតែស្នាដៃល្អគង់តែមានអ្នកមកញ៉ាំទេមានអ្នកមកញ៉ាំមែនតែគ្មានអ្នកណាព្រៀនប្រដៅពួកយើងទេបងគឺជាអ្នកដំបងហើយបងចាំបន្តិចសិននេះជាស្អីហ្នឹងមិនមែនលុយទេគឺជាកាត់បាយអ្នកត្រូវចាំថាមិនថាអ្នកណាក៏ដូចគ្នាដែរទោះជាខ្ញុំមកញ៉ាំក៏ត្រូវតែគិតថ្លៃធម្មតាដែរកុំផ្ដល់តម្លៃពិសេសឲ្យខ្ញុំបើមានតម្លៃពិសេសច្បាប់នឹងវឹកវរហើយបាទខ្ញុំយល់ហើយឥឡូវហាងកាន់តែប្រសើរជាងមុនហើយតើថ្ងៃក្រោយពេលមានភ្លៀងក៏មានកន្លែងជ្រកដែរយកលេខរៀងហើយរកកន្លែងអង្គុយដោយខ្លួនឯងណាបានយក3ឈុតធម្មតាហើយថែមទី1ក្បាលទៀតបានបាទបងលីនបងក៏ត្រូវតម្រង់ជួរដែរមែនទេបើខ្ញុំមិនតម្រង់ជួរទេប្រកាសជាមានគេជាខ្ញុំមិនខាននិយាយមានហេតុផលមែនបងលីននេះទីខ្វៃឈុតតូចរបស់បងថៅកែខ្ញុំមិនញ៉ាំបាយទេចុះថោកបន្តិចបានទេតម្លៃឈុតគឺទេបើបងមិនយកបាយខ្ញុំនឹងថែមបន្លែឲ្យច្រើនបន្តិចជំនួសវិញអញ្ចឹងមិនអីទេយកបាយមកវិញចុះកុំធ្វើបាបថៅកែអីកន្លែងនេះមានតម្លៃច្បាស់លាស់ណាស់មានបងលីននៅទីនេះអ្នកណាហ៊ានលក់ថ្លៃខុសគ្នាល្អណាស់ស្នាដៃមិនបដូរច្បាប់ទម្លាប់ក៏មិនបដូរដែរថ្ងៃនេះលក់បានប៉ុន្មានដែរលក់បាន198ឈុតបងមិនមានការកំងខុសឬការអាក់អន់ចិត្តឡើយអញ្ចឹងល្អហើយបន្តការព្យាយាមទៅអ្នកនឹងអាចជោគជ័យកុំយកច្រឡំអីឥឡូវនេះខ្ញុំមានអាជ្ញាប័ណ្ណគ្រប់អស់ហើយខ្ញុំគ្រាន់តែដើរកាត់ទីនេះប៉ុណ្ណោះក្រោយរៀនទើបដឹងថាពីមុនខ្ញុំខុសខ្លាំងណាស់វិក័យបត្រមិនមែនសម្រាប់តែគេត្រួតពិនិត្យទេ
គឺសម្រាប់ទុកជាភស្តុតាងអាជីវកម្មខ្លួនឯងទទួលបានមេរៀនហើយកុំប្រព្រឹត្តខុសទៀតណាខ្ញុំដឹងហើយខ្ញុំឈប់ធ្វើទៀតហើយខាងនោះក៏មានទីខ្វៃដែរធំក្លិនឈ្ងុយណាស់កុំទៅអីនោះជាតុបងស្រីវាងគាត់ធ្លាប់បោកកម្មករពីមុនមកទៅហាងខាងក្រោយវិញប្រហែលជានៅមានកន្លែងអង្គុយពីមុនខ្ញុំតែងតែគិតថាកម្មករងាយស្រួលនឹងបោកប្រាស់តែឥឡូវទើបដឹងថាគ្មានអ្នកណាជឿជាក់លើខ្ញុំទៀតឡើយលោកហឺមានការអីមែនទេអ្នកទាំងអស់គ្នាទៅមុនចុះខ្ញុំទៅទិញអីបន្តិចលោកហឺកុំគិតច្រើនអីខ្ញុំគ្រាន់តែធំក្លិនឈ្ងុយពេកចង់ញ៉ាំប៉ុណ្ណោះយកកន្លះក្បាលឬមួយក្បាលយកកន្លះក្បាលថែមបាយផងបរិមាណច្រើនជាងពីមុនមែនពីមុនខ្ញុំធ្វើមិនត្រូវឥឡូវខ្ញុំកែប្រែហើយអាប់លុយវិញត្រូវយកប៉ុន្មានយកប៉ុណ្ណឹងទៅអាប់ជូនវិញតម្លៃច្បាស់លាស់កន្លះក្បាលគឺ18បងស្រីវាងរឿងពីមុនខ្ញុំមិនប្រកាន់ទេតែថ្ងៃក្រោយត្រូវលក់ឲ្យសមនឹងតម្លៃនេះទីខ្វៃថ្ងៃនេះមើលទៅល្អជាងពីមុនឆ្ងាយណាស់ចុះលោកចង់សាកញ៉ាំបន្តិចទេថ្ងៃនេះខ្ញុំញ៉ាំរួចហើយកម្មករមានចិត្តត្រង់តែពួកគេក៏ចេះដឹងគុណដែរបើចង់បន្តលក់ទៀតត្រូវចងចាំមេរៀនមុនឲ្យច្បាស់ខ្ញុំដឹងហើយអ្នកធ្វើការនៅការដ្ឋានរកលុយទាំងលំបាកណាស់ប៉ុន្តែគ្មានអ្នកណាជាមនុស្សល្ងងឡើយអ្នកណាដែលឲ្យតម្លៃពួកគេអ្នកនោះនឹងអាចធ្វើអាជីវកម្មបានយូរអង្វែងមិនខាន